ជំរាបសួរនិងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកដូចជាមកចែករំលែកវិធីធ្វើនំចេកចៀនឆ្ងាញ់និងស្រួយខាងក្រៅហើយភាពស្រួយនឹងគឺទុកបានយូរម៉ោងធានាថាឆ្ងាញ់ហើយយើងដូរពីចេកចៀនទៅជាត្រាវឬក៏ដំឡូងក៏ឆ្ងាញ់ដែរបងប្អូនចាំស្ដាប់មើលណាថាស្រួយប៉ុន្មានចាបងប្អូនពិតជាស្រួយឆ្ងាញ់មែនរូបមន្តធ្វើនំចេកចៀននេះធានាថាបងប្អូនធ្វើហើយនឹងពេញចិត្តចាអញ្ចឹងមុនទៅមើលវិធីធ្វើបងប្អូនណាដែលមើល Channel មកដូចជាហើយអត់ទាន់បានជួយ Subscribe សូមជួយ Subscribe ចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបាននៅវីដេអូក្រោយៗទៀតបងប្អូនដែលមើលតាម Facebook សូមជួយចុច Follow Page ចុច Like ចុច Share ឲ្យ Page មកដូចជាផងអញ្ចឹងដំបូងយើងមកលាយទឹកកំបោរសិនដោយទឹកកំបោរគឺជួយធ្វើឲ្យចេកចៀនយើងស្រួយបានយូរអញ្ចឹងនៅក្នុងចានខ្ញុំមានទឹកចំនួន1លីត្រឬក៏1គីឡូហើយខ្ញុំដាក់កំបោរដែលយាយពិសាហ្នឹងពណ៌សក៏បានពណ៌ផ្កាឈូកពណ៌ក្រហមក៏បានដែរដែលបងប្អូនអាចរកបានហើយដាក់1ស្លាបព្រាបាយចូលទៅក្នុងទឹកកូរឲ្យកំបោររលាយទុកប្រហែល1ម៉ោង2ម៉ោងឬក៏1យប់ក៏បានដែរឲ្យកំបោរយើងនឹងរងហើយយើងដួសទឹកថ្លាខាងលើមកប្រើដោយយើងលាយលើកនេះគឺខ្ញុំប្រើទឹកកំបោរចំនួន200ក្រាមឬក៏2ខាំហើយចំពោះទឹកកំបោរដែលនៅសល់អាចច្រកទុកដាក់កណ្ដុងអីទៅទុកពេលណាយើងចង់ធ្វើនំយើងអាចយកមកប្រើបានទៀតទុកបានយូរខែបន្ទាប់មកគឺយើងចាប់ផ្ដើមលាយម្សៅដោយខ្ញុំប្រើម្សៅបំពងចំនួន150ក្រាមឬយើងហៅថា1ខាំកន្លះម្សៅបំពងគឺម្សៅដែលគេសម្រាប់ទិញមកបំពងផ្គាបំពងអីឲ្យស្រួយខ្ញុំប្រើកញ្ចប់មួយនេះបងប្អូនប្រើម៉ាកផ្សេងក៏បានដែរហើយបន្ទាប់មកខ្ញុំដាក់ម្សៅខ្សាយចំនួន75ក្រាមឬក៏0.77ខាំហើយនិងម្សៅមីចំនួន50ក្រាមឬយើងហៅថាកន្លះខាំយើងប្រើម្សៅ3មុខគឺធ្វើឲ្យចេកចៀនយើងស្រួយល្អហើយរក្សាភាពស្រួយនឹងបានយូរម៉ោងបន្ទាប់មកគឺស្ករសចំនួន200ក្រាមឬក៏យើងហៅថា2ខាំរួចហើយគឺខ្ទិះដូងគឺក្បាលខ្ទិះណាខ្ទិះដើមចំនួន200ក្រាមឬក៏2ខាំដូចគ្នារួចហើយអំបិលកន្លះស្លាបព្រាកាហ្វេរួចហើយគឺ baking powder ឬអ្នកខ្លះហៅថាម្សៅស្រួយហ្នឹងចំនួន1ស្លាបព្រាកាហ្វេបើអត់មានមិនបាច់ដាក់ក៏បានដែរប៉ុន្តែនំយើងរៀងស្ទើរស្រួយបន្តិចរួចហើយយើងលាយឲ្យសព្វចាច្បាច់តិចលាយឲ្យម្សៅយើងគ្រឿងផ្សំយើងហ្នឹងស្ករសយើងហ្នឹងឲ្យរលាយហើយយើងចាប់ផ្ដើមចាក់ទឹកកំបោរចំនួន200ក្រាមឬក៏យើងហៅថា2ខាំហ្នឹងម្ដងបន្តិចទាល់តែយើងលាយឲ្យម្សៅយើងហ្នឹងសព្វចូលគ្នាល្អហើយស្ករសយើងហ្នឹងរលាយល្អបន្ទាប់ពីលាយស្កររលាយល្អហើយចុះយើងចាក់ទឹកកំបោរបង្ហើយទាំងអស់រួចហើយលាយម្សៅឲ្យសព្វចូលគ្នានិងបន្ទាប់មកយើងដាក់កាកដូងគឺយើងទៅទិញដូងឲ្យគេច្បាច់យកខ្ទិះមកហើយយើងសុំកាកគេដែលយើងហ្នឹងសម្រាប់យកមកលាយជាមួយម្សៅដើម្បីឲ្យនំយើងកាន់តែឈ្ងុយណាអញ្ចឹងកាកដូងគឺយើងដាក់ចំនួន1ខាំឬក៏100ក្រាមហ្នឹងចំពោះខ្ញុំគឺប៉ុណ្ណេះគឺល្មមបងប្អូនអត់ចូលចិត្តទេអាចបន្ថយជាងនឹងបន្តិចក៏បានដែរណាអញ្ចឹងបងប្អូនមើលភាពរាវផងម្សៅហើយចុងក្រោយគឺយើងដាក់ល្ងសអត់បានលីងទេល្ងសធម្មតាចំនួនកន្លះខាំចូលដែរហើយលាយឲ្យសព្វមើលភាពរាវផងម្សៅគឺប៉ុណ្ណេះគឺចំពោះខ្ញុំម្សៅប៉ុណ្ណេះគឺគាត់រុំចេកនឹងបានល្មមចាបើបងប្អូនយល់ថារាងក្រាស់អាចថែមទឹកកំបោរបន្តិចទៀតក៏បានឬបន្ថយកាកដូងបន្តិចក៏បានដែររួចហើយយើងត្រូវទុកម្សៅហ្នឹងរយៈពេលយ៉ាងតិចកន្លះម៉ោងសិនណាទើបយើងយកមកចៀនយើងលាយហើយយើងត្រូវផ្អាប់ម្សៅទុកកន្លះម៉ោងសិនចាអញ្ចឹងយើងមកមើលចេកចំពោះយើងចៀនចេកនំចេកចៀនដូច្នេះគឺយើងប្រើចេកណាគឺកុំឲ្យទុំចូលពេកគឺត្រឹមតែទុំហើយប៉ុន្តែនៅសបករាងខៀវខ្លះទើបយើងចៀនទៅឆ្ងាញ់
ហើយក្នុងចេកមួយហ្នឹងបើចេកធំយើងអាចចិត្តហាន់ពុះជា4ចំណែកហើយបើចេករាងតូចយើងអាចពុះជា3ចំណែកក៏បានដែរចាខ្ញុំពុះបែបប្រទះស្ដាងដូចនេះណាគឺចំពោះខ្ញុំគឺពុះចេកធំចេះពុះជា4គឺនំចេញមកល្មមចាអញ្ចឹងយើងអាចពុះចិត្តចេកដាក់ក្នុងម្សៅបណ្ដើចៀនបណ្ដើក៏បានដែរពេលណាមានភ្ញៀវអីមកចាំយើងពុះដាក់ទៀតចៀនទៀតទៅម្សៅនេះយើងអាចទុកបានយូរម៉ោងដែរណា4-5ម៉ោងអីក៏អត់ផ្អូមដែរអញ្ចឹងយើងចាប់ផ្ដើមចៀនដោយយើងដាក់ខ្លាញ់នៅក្នុងខ្ទះតិចច្រើនទៅតាមបងប្អូនចង់ចៀនតិចចៀនច្រើនទៅហើយដាក់ខ្លាញ់ឲ្យក្តៅហើយយើងបន្ថយភ្លើងឲ្យរៀងមកភ្លើងមកជុំបានហើយយើងចាប់ផ្ដើមយកចេកនេះជ្រលក់ជាមួយម្សៅឲ្យសព្វហើយចាជ្រលក់ដាក់ក្នុងខ្ទះមកគឺអត់ពិបាកទេហើយពេលណាដែលម្សៅជាប់ជាមួយនឹងចេករៀងល្អហើយចាំយើងត្រឡប់យើងកុំតន់ត្រឡប់ភ្លាមចាប់ផ្ដើមនំយើងរៀងចាប់ផ្ដើមរៀងរឹងបន្តិចទើបយើងត្រឡប់ចាមួយសន្ទុះមកគឺនំយើងចាប់ផ្ដើមរៀងក្រៀមបន្តិចហើយយើងអាចត្រឡប់ប្រែវាបានហើយនៅពេលណាដែលនំយើងឡើងក្រហមល្អមុននឹងលើកឡើងយើងត្រូវបន្លឺភ្លើងហ្គាសហ្នឹងឲ្យខ្លាំងប្រហែលជា10វិនាទីអីទៅធ្វើដូច្នេះនំយើងអត់បៀមខ្លាញ់ទេពេលមុននឹងលើកនំឡើងយើងត្រូវដំឡើងភ្លើងឲ្យខ្លាំងសិនប្រហែលជា10វិនាទីអីចាំយើងស្រង់នំឡើងធ្វើអញ្ចឹងនំយើងអត់បៀមខ្លាញ់ទេហើយយើងបន្តការចៀនរហូតទាល់តែអស់ចេកយើងចាម្សៅនេះគឺឆ្ងាញ់ណាស់បងប្អូនផ្អែមល្មមឈ្ងុយដូងហើយសាច់ម្សៅនំហ្នឹងគឺនំចេកចៀនយើងហ្នឹងស្រួយល្អណាស់ទុកបានយូរទៀតស្រួយបានយូរម៉ោងហើយបងប្អូនជំនួសដោយចេកទៅជាដំឡូងត្រាវអីក៏ឆ្ងាញ់ដែរបរិមាណម្សៅដែលខ្ញុំលាយអាចចៀនបានចេកប្រហែល2ស្និតប៉ុន្តែខ្ញុំចៀនតែ1ស្និតទេចំណែកឯម្សៅដែលខ្ញុំលាយឲ្យនៅសល់ហ្នឹងគឺខ្ញុំអាចដាក់ក្នុងទូទឹកកកនៅកន្លែងធម្មតាបានណាទុកបានប្រហែល1សប្តាហ៍អីក៏អត់ខូចដែរនៅពេលណាដែលយើងចង់ហូបទៀតអាចយកមកហើយបើសិនជាម្សៅយើងឃើញថាវារាងខាប់ជាងមុនអាចថែមទឹកកំបោរបន្តិចទៅចូលទៅក្នុងម្សៅរួចហើយកូរឲ្យម្សៅរាវល្មមអាចយកមកជ្រលក់ចេកចៀនហូបបន្តទៀតបានចានេះគឺជានំដែលខ្ញុំបានចៀនរួចហើយយកមើលខ្ញុំបង្ហាញឲ្យបងប្អូនស្ដាប់ឮថាតើសំឡេងស្រួយប៉ុន្មានចាចេកចៀននេះគឺស្រួយឆ្ងាញ់មែនតែម្ដងអញ្ចឹងសង្ឃឹមថាវីដេអូនេះមិនតិចក៏ច្រើននឹងមានប្រយោជន៍ដល់បងប្អូនជាមិនខានបងប្អូនមើល Channel មកដូចជាអត់បានជួយ Subscribe សូមចុច Subscribe ចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូក្រោយៗទៀតបងប្អូនដែលមើលតាម Facebook សូមជួយចុច Like ចុច Share និងសូមជួយចុច Follow Page មកដូចជាម្នាក់មួយផងអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយ